រៀបសួរអ្នកទាំងអស់គ្នាថ្ងៃនេះមានអារម្មណ៍ថាចង់ញ៉ាំបាយសាច់ជ្រូកបែបបឋមអញ្ចឹងណាចឹងចេញពីធ្វើការក៏ឆ្លៀតទៅទិញសាច់ជ្រូកទៅទិញគ្រឿងយកមកធ្វើបាយសូបអញ្ចឹងទៅអានេះក៏ជាលើកទី1សម្រាប់ខ្ញុំដែរនិយាយមែនតើទៅធ្លាប់តែញ៉ាំស្នាដៃអ្នកម្ដាយខ្ញុំធ្វើឥឡូវខ្ញុំសាក់ធ្វើទាំងអស់ឲ្យបងប្អូនទាំងអស់គ្នាមើលហើយក្បួនរបស់ខ្ញុំធ្វើនេះគឺបែកគំនិតធ្វើខ្លួនឯងអញ្ចឹងដំបូងខ្ញុំធ្វើសាច់ស្លឹកខ្ទឹមមកទឹកស្លឹកខ្ទឹមដើម្បីសូបលើបាយប៉ុន្តែខ្ញុំអត់យកទឹកសល់ពីចៀនសាច់ជ្រូកទេខ្ញុំធ្វើថ្មីហ្មងកន្លោចស្ករវាសិនឲ្យវាឡើងជើងក្រងបន្ទាប់មកគឺខ្ញុំចាក់ប្រេងឆាចូលហើយកូរវាឲ្យរៀងក្តៅប្រេងឆាបន្តិចមកបាទខ្ញុំដាក់ខ្ទឹមក្រហមខ្ទឹមសដាក់ខ្ទឹមសនឹងចូលម្លីងវាឲ្យវាស្ងួតបន្តិចមកក៏ដាក់សាច់ជ្រូកចូលនិយាយរួមទៅទឹកស្លឹកខ្ទឹមនេះគឺរៀងឆ្ងាញ់ដែរដាក់ធ្វើម៉េចមកយើងចូលចិត្តមករសជាតិយើងអញ្ចឹងណានិយាយទៅម្លីងវាឲ្យវារៀងសពបសាច់ជ្រូកបន្តិចមកបានយើងចាប់ផ្ដើមដាក់គ្រឿងបងប្អូនចង់បានសាបមិនដាក់គ្រឿងទេតែបើយើងចង់ឲ្យវាសាច់ជ្រូកមានជាតិបងប្អូនដាក់គ្រឿងបន្តិចទៅនឹងហើយដាក់តែទឹកត្រីបន្តិចស្ករបន្តិចឬក៏អំបិលបន្តិចទៅបើអ្នកញ៉ាំប៊ីចេងក៏ដាក់ប៊ីចេងបន្តិចទៅបន្ទាប់មកច្របល់ឲ្យចូលជាតិហើយចាំដាក់ស្លឹកខ្ទឹមចូលស្លឹកខ្ទឹមនេះយករៀងច្រើនបន្តិចពីព្រោះយើងយកក្លិនស្លឹកខ្ទឹមនឹងហ្មងអញ្ចឹងដាក់ស្លឹកខ្ទឹមនឹងហើយបន្ទាប់មកទៀតគឺបងប្អូនថែមទឹកចូលបន្តិចទៅទឹកស្អាតយើងហ្នឹងដាក់ទឹកចូលហើយច្របល់វាជ្រោយវាឲ្យរៀងឆ្អិនទឹកនឹងពុះទៅគឺវាជាការស្រេចហើយភ្លក់មើលទៅបងប្អូនចង់បានរសជាតិប៉ុណ្ណាប៉ុណ្ណីអញ្ចឹងទៅតាមតែយើងចូលចិត្តអញ្ចឹងទៅតែប៉ាត់អាមុននឹងខ្ញុំដាក់ទឹកថៃបន្តិចហើយគ្រឿងខ្ញុំទៅតែថែមតាមក្រោយនេះទេដោយសារតែយើងភ្លក់ទៅយើងចង់បានរសជាតិដែលយើងស្រឡាញ់អញ្ចឹងណាដែលត្រូវមាត់យើងអញ្ចឹងណាអញ្ចឹងគឺអានេះបានហើយចាគឺឆ្អិនហើយនិយាយរួមមកឆ្អិនសាច់ជ្រូកមកហើយដួសដាក់ចានទុកវាម្ដុំសិនអាហ្នឹងយើងទុកពេលយើងសូបនៅលើបាយរបស់យើងឲ្យវាមានរសជាតិកាន់តែឆ្ងាញ់បន្ទាប់ពីយើងធ្វើទឹកសូបលើបាយហើយយើងមកធ្វើជ្រក់ម្ដងបើនិយាយទៅបាយតែមួយចាននេះប៉ុន្តែចំណាយពេលធ្វើចេបជប់ហ្នឹងទៅមានអារម្មណ៍ថាអូយរៀងច្រើនដែរប៉ុន្តែដើម្បីអីដែលយើងចង់ដើម្បីតម្រូវមាត់ខ្លួនឯងអញ្ចឹងគឺខ្ញុំប្រើឆៃថាវ2មើមការ៉ុតហើយនឹងទឹកសក់និយាយរួមទៅការ៉ុតនេះគឺខ្ញុំយកតែមួយកណ្ដាលទេដើម្បីយកពណ៌ព្រោះអ្នកតែខ្ញុំអត់សូវមានអ្នកគេចូលចិត្តញ៉ាំការ៉ុតទេហើយទឹកសក់ហ្នឹងគឺប្រើវា2-3ផ្លែអញ្ចឹងទៅចាហើយជ្រក់ហ្នឹងក៏ជាជ្រក់លើកដំបូងដែរខ្ញុំមិនសូវជាចេះធ្វើប្រហែលទេរាល់ដងអ្នកម្ដាយខ្ញុំគាត់ជាអ្នកធ្វើខ្ញុំនឹករសជាតិដែលគាត់ធ្វើវាឆ្ងាញ់ចិត្តអញ្ចឹងមកហើយលាងទឹកឲ្យស្អាតរួចហើយបងប្អូនយើងចាប់ផ្ដើមចិត្តវាសម្រាប់ឆៃថាវយើងចិត្តប្រទះអញ្ចឹងមកនេះហ្នឹងហើយចិត្តប្រទះអញ្ចឹងទៅចាសំបីតែការ៉ុតក៏យើងចិត្តដូចគ្នាអញ្ចឹងដែរហើយគ្រឿងផ្សំគ្រឿងធ្វើអីហ្នឹងក៏វាអត់ច្រើនដែរនិយាយរួមបន្តិចបន្តួចទេតែសំខាន់បើធ្វើឆ្ងាញ់ក៏ឆ្ងាញ់បើសិនជាផ្សំគ្រឿងអត់ទៅក៏អត់ឆ្ងាញ់ដែរប៉ុន្តែខ្ញុំមិនដឹងថាលើកទី1ខ្ញុំរែតឲ្យខ្លួនឯងប្រហែលនេះតោះតែធ្វើឲ្យភ្លក់សិនមិនដឹងថាតើរែតឲ្យខ្លួនឯងប៉ុន្មានហើយបើប្រៀបធៀបជាមួយនឹងជ្រក់គេនៅខាងក្រៅខ្ញុំគិតថាប្រហែលជាវាខុសគ្នាពីព្រោះយើងធ្វើខ្លួនឯងយើងរៀងថាំគ្រឿងយើងអត់សូវប្រើប្រាស់គ្រឿងដិតទេដោយសារតែយើងអត់ចង់ញ៉ាំផ្អែមពេកប្រៃពេកឬក៏ជូរពេកអីអញ្ចឹងណាចាហើយទៅសក់គឺខ្ញុំយកខ្លីៗអញ្ចឹងបងប្អូនអ្នកលក់បើគេនៅក្រៅគេអត់យកបដូលទេដោយសារវាមានទឹកច្រើនអញ្ចឹងខ្ញុំធ្វើញ៉ាំខ្លួនឯងខ្ញុំយកទាំងបដូលទៅអញ្ចឹងបន្ទាប់ពីចិត្តរួចរាល់ហើយនេះបងប្អូនយើងចាប់ផ្ដើមដាក់គ្រឿងធ្វើជ្រក់នឹងអត់ច្រើនទេគឺមានតែខ្ទឹមសនឹងច្រាមឲ្យម៉ត់ដាក់ចូលបន្តិចទៅហើយដាក់អំបិលហើយដាក់ស្ករសបើបងប្អូនណាញ៉ាំប៊ីចេងដាក់ប៊ីចេងបន្តិចទៅប៉ុន្តែវាអាចនឹងមានរសជាតិភ្លាវមិនដឹងទេណាប៉ុន្តែយើងប្រើតែស្ករសហើយនឹងអំបិលហើយច្បាច់ក្រូចឆ្មាទៅប៉ុណ្្នឹងក៏បានដែរកុំឲ្យវាភ្លាវអញ្ចឹងណាអញ្ចឹងខ្ញុំប្រើគ្រឿងហ្នឹងតែមួយចុងស្លាបព្រាទេហើយក្រូចឆ្មាខ្ញុំដាក់តែ3ចំណិតដូចបងប្អូនឃើញនៅក្នុងរូបហ្នឹងហើយអញ្ចឹងបន្ទាប់មកច្បាច់ក្រូចឆ្មារួចរាល់អស់ហើយអញ្ចឹងទៅ
គឺយើងច្បល់វាហើយច្បល់ហ្នឹងបងប្អូនខ្ញុំច្បាច់ដៃខ្ញុំច្បាច់ដើម្បីឲ្យវាតួអញ្ចឹងណាបងប្អូនខ្លះគាត់ធ្វើជ្រក់គាត់ច្បាច់អំបិលចោលមកទឹកសិនប៉ុន្តែខ្ញុំគិតថាខ្ញុំធ្វើញ៉ាំខ្លួនឯងខ្ញុំខ្ជិលច្បាច់អំបិលចោលគឺលាយគ្រឿងយកហ្មងទៅអញ្ចឹងគឺឃើញថាខ្ញុំលាយច្បល់ហ្នឹងទៅឲ្យវាចូលជាតិហើយកុំភ្លេចភ្លក់ផងណាបើសិនបើស្ទើគ្រឿងស្ទើអីបងប្អូនថែមតម្រូវមាត់ខ្លួនឯងអញ្ចឹងទៅអានេះរួចរាល់ទុកវាមួយសន្ទុះឲ្យវាទ្រាំយើងមកចៀនសាច់ជ្រូកម្ដងសាច់ជ្រូកខ្ញុំយកសាច់ចាឡាងគឺឆ្ងាញ់ទន់អាហ្នឹងណាហើយខ្ញុំយកតែ4ខាំទេហើយប្រឡាក់របៀបប្រឡាក់ហ្នឹងគឺខ្ញុំប្រើតែអំបិលស្ករហើយប៊ីចេងបន្តិចទៅហើយទឹកត្រីទឹកស៊ីអ៊ីវបន្តិចទៅច្បល់វាហើយប្រើស្ករពាងណាបងប្អូនបានវាឈ្ងុយហើយវាឆ្ងាញ់បើប្រើស្ករសវាហៀងសស្លែតអញ្ចឹងណាហើយអញ្ចឹងគឺតែប៉ិតខ្ញុំប្រឡាក់ទុកវាប្រហែលជា5-10នាទីឲ្យហើយនេះបានខ្ញុំយកមកចៀនអញ្ចឹងទៅហើយបងប្អូននិយាយរួមទៅគឺចៀននេះខ្ញុំដាក់ម្ដងទាំងអស់ហ្មងទៅហើយការចៀននេះបងប្អូនកុំភ្លេចដាក់ទឹកផងណាយើងដាក់ខ្លាញ់ហើយយើងដាក់ទឹកឲ្យវារៀងពេលវាឡើងក្រហមចាំបងប្អូនដាក់ទឹកចូលជាងទៅដើម្បីឲ្យសាច់ហ្នឹងវាឆ្អិនល្អហើយវាទន់ហ្មងបន្ទាប់ពីចៀនសាច់ហើយខ្ញុំមកដាក់ពងទាយើងចៀនពងទាដើម្បីវាគ្រប់គ្រឿងអញ្ចឹងទៅហើយពងទាហ្នឹងបងប្អូនចង់ដាក់គ្រឿងវាក៏បានដែរចង់ដាក់គ្រឿងក៏បានចង់ញ៉ាំសាបក៏បានដែរពីព្រោះមកមុខគឺសិតតែមានលាយគ្រឿងហើយបងប្អូនអត់ចង់បានគ្រឿងថែមទៀតមិនដាក់ក៏បានដែរអញ្ចឹងខ្ញុំអារឿងចៀនហ្នឹងសូម្បីតែពងទាគឺខ្ញុំចៀន fail ដែរនិយាយរួមទៅអត់តែបានស្អាតមិនចឹងបន្ទាប់ពីចៀនពងទារួចរាល់អស់ហើយសាច់ជ្រូកគឺខ្ញុំយកមកហាន់ចំណិតអញ្ចឹងណាបងប្អូនហើយយើងរៀបបាយនឹងមកហើយបន្ទាប់មកស៊ុបទឹកខ្លាញ់ចាទឹកខ្លាញ់ហ្នឹងនិយាយចេញមកគឺអត់មានខ្លាញ់ទេគឺសុទ្ធតែសាច់ជ្រូកតែម្ដងតាមអីដែលយើងចង់ញ៉ាំណាអញ្ចឹងបរិយាវាលើបាយយើងហ្នឹងមកបងប្អូនឬប្រមុនហ្នឹងយកទៅធ្វើលក់ក៏បានដែរហើយដាក់ពងទាដែលយើងចៀនដែលយើងចិត្តទៅសៃហើយហ្នឹងណាខ្ញុំមិនដឹងមិនទេស្រាប់តែទុកមកទៅវាទៅជាប់គ្នាអញ្ចឹងទៅដាក់ពងទាហ្នឹងហើយយើងដាក់សាច់ចូលមកហើយនិយាយពីថា voice over នេះហើយមានអារម្មណ៍ថាឃ្លានម្ដងទៀតហើយចាប់ជ្រូកដាក់សាច់ហើយចាប់ជ្រូកដាក់ចានហ្នឹងមកហើយរួចរាល់ហើយបងប្អូនហើយខ្ញុំភ្លក់ទៅខ្ញុំឲ្យ rate ខ្លួនឯង9 ឬ 10ឆ្ងាញ់សាហាវសាច់ជ្រូកឡើងទន់ល្មើយរសជាតិឡើងក្លិនឈ្ងុយអាទឹកស៊ុបហ្នឹងនៅក្នុងមាត់ហ្មងនិយាយពីថាអូយឆ្ងាញ់មែនតើអរគុណបងប្អូនកុំភ្លេចជួយ subscribe channel នេះខ្ញុំផងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ